បាយប៊ីមានបងប្អូនណាខ្លះដែលចូលចិត្តញ៉ាំបាយប៊ីលើកដៃឡើងអូខេចំពោះបាយប៊ីនេះក៏ជាប្រភេទបាយស្រូបយើងធម្មតាដែរគ្រាន់តែថាយើងបន្ថែមជាមួយនឹងសរសៃប៊ីហើយចំពោះប៊ីវិញគឺមិនមែនយើងថាទិញមកពីកន្លែងអ្នកលក់ហើយយើងយកមកបន្ថែមជាមួយនឹងបាយស្រូបតែម្ដងអត់ទេចំពោះប៊ីគឺយើងយកទៅត្រាំទឹកចាត្រាំទឹកក្តៅបន្ទាប់មកទៀតនោះក៏យើងយកមកបន្ថែមជាមួយនឹងគ្រឿងផ្សំបើសិនជាអត់បន្ថែមជាមួយនឹងគ្រឿងផ្សំទេសរសៃប៊ីក៏ឲ្យមានរសជាតិឆ្ងាញ់ដែរហើយបងប្អូនមើលមកបាយប៊ីមួយចាននេះតំណងគួរឲ្យចង់ញ៉ាំអត់ហើយតំណងគួរឲ្យឆ្ងាញ់អត់អូខេចាបើសិនជាបងប្អូនមើលមកថាតំណងគួរឲ្យឆ្ងាញ់ហើយឥឡូវនេះសូមបងប្អូនតាមដានពីរបៀបធ្វើបាយប៊ីជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះការធ្វើបាយស្រូបប៊ីនេះចាវាដូចទាំងអស់ទៅនឹងបាយស្រូបធម្មតាចាគ្រាន់តែថាយើងបន្ថែមជាមួយនឹងសរសៃប៊ីឥឡូវនេះក៏នាងខ្ញុំចាប់ផ្ដើមប្រឡាក់សាច់ជាមុនសិនហើយចំពោះការប្រឡាក់សាច់នេះត្រឡប់បងប្អូនប្រឡាក់បែបម៉េចបងប្អូនធ្វើបែបហ្នឹងអញ្ចឹងណាប៉ុន្តែសម្រាប់នាងខ្ញុំគ្រឿងផ្សំដែលនាងខ្ញុំត្រូវយកមកប្រឡាក់សាច់នោះក៏មានជាមួយនឹងម្សៅស៊ុបប៊ីចេងអំបិលស្ករម្រេចហើយក៏មានជាមួយនឹងខ្ទឹមសទឹកស្អៀវទឹកប្រេងខ្យងហើយនឹងទឹកដោះគោខាប់បន្ទាប់ឲ្យបានដាក់គ្រឿងផ្សំទាំងអស់ចូលទៅរួចរាល់ហើយគឺមកច្របល់សាច់ហ្នឹងឲ្យបានចូលសព្វជាមួយនឹងគ្រឿងផ្សំហើយចំពោះគ្រឿងផ្សំនេះក៏នាងខ្ញុំមិញភ្លេចប្រាប់បងប្អូននៅមួយមុខនេះគឺប្រេងល្ងបើសិនបែរជាបងប្អូនអត់មានប្រេងល្ងទេបងប្អូនដាក់ប្រេងឆាធម្មតាក៏បានដែរហើយនៅក្នុងការច្របល់សាច់នេះក៏នាងខ្ញុំប្រើដៃដោយផ្ទាល់អញ្ចឹងណាចាក៏សូមអធិស្ឋានផងដែរដោយសារថាមួយរយៈក្រោយនេះពេលដែលនាងខ្ញុំទិញស្រោមដៃផ្លាស្ទិកនោះនៅក្នុងស្រោមដៃដែលថ្មីហ្នឹងគឺវាមានជាតិម្សៅអីក៏អត់ដឹងដែរអញ្ចឹងហើយក៏នាងខ្ញុំកាត់បន្ថយនៅក្នុងការប្រើស្រោមដៃផ្លាស្ទិកណាចាហើយប៉ុន្តែមុននឹងនាងខ្ញុំច្របល់ជាមួយនឹងសាច់នេះក៏នាងខ្ញុំបានលាងសម្អាតដៃបានស្អាតហើយបន្ទាប់ពីបានប្រឡាក់សាច់រួចរាល់ហើយឥឡូវនេះក៏នាងខ្ញុំមកច្របល់ប៊ីហើយចំពោះគ្រឿងផ្សំដែលត្រូវបន្ថែមនៅក្នុងប៊ីចាមានដូចជាអង្ករលីងមានម្សៅស៊ុបហើយនិងប្រេងល្ងដាក់គ្រឿងផ្សំចូលទៅរួចរាល់ហើយច្របល់ឲ្យបានសព្វហើយចំពោះប៊ីរបស់នាងខ្ញុំនេះក៏មានបន្ថែមជាមួយនឹងសាច់ជ្រូក3ជាន់បើសិនបើជាបងប្អូនអត់ចង់បន្ថែមសាច់ជ្រូក3ជាន់ចូលទៅក្នុងប៊ីទេក៏បានដែរចាឥឡូវនេះសាច់អាំងរបស់នាងខ្ញុំក៏បានឆ្អិនហើយចាបន្ទាប់ពីសាច់ឆ្អិនហើយគឺរៀបចំសាច់នឹងដាក់ជុំជាមួយនឹងបាយតែម្ដងកំឡុងពេលនៅក្នុងការរៀបចំបាយមួយចាននេះក៏នាងខ្ញុំសូមនិយាយពីចំណងចំណូលចិត្តនៃការញ៉ាំបាយស្រូបរបស់នាងខ្ញុំចាចំពោះបាយស្រូបគឺនាងខ្ញុំចូលចិត្តញ៉ាំជ្រក់ច្រើនហើយនឹងពងទាក្លុកច្រើនចាគឺពីរមុខនឹងឯងចូលចិត្តញ៉ាំខ្លាំងមែនតើឥឡូវនេះក៏នាងខ្ញុំបានប្រាប់ពីចំណងចំណូលចិត្តនៃការញ៉ាំបាយស្រូបរបស់នាងខ្ញុំទៅកាន់បងប្អូនទាំងអស់គ្នាហើយចុះបងប្អូនវិញចូលចិត្តមុខណាជាងគេចាខមមិនប្រាប់នាងខ្ញុំវិញណាអូខេចាឥឡូវនេះវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំបើសិនបើជាបងប្អូនពេញចិត្តការបង្ហាញរបស់នាងខ្ញុំសូមបងប្អូនជួយ follow ក៏ដូចជាជួយ like ហើយនិង share ចែករំលែកដើម្បីទទួលបាននូវវីដេអូថ្មីៗរបស់នាងខ្ញុំចាអរគុណច្រើនជម្រាបលាបាយបាយ